ផ្លូវជាតិលេខ10មិនត្រឹមតែជាផ្លូវសម្រាប់ធ្វើដំណើរនោះទេក៏ប៉ុន្តែផ្លូវនេះបានបង្កប់នឹងលក្ខបាំងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលព្រៃព្រឹក្សាក្រាស់ឃ្មឹកដែលលានសន្ធឹងលើខ្នងភ្នំហើយអមដោយជ្រលងជ្រៅជ្រៅដែលបង្កើតបានជារឿងល្ខោនដ៏ធំមួយសម្រាប់បងប្អូនអ្នកធ្វើដំណើរឆ្លងកាត់បានទស្សនាគ្រប់គ្នាយើងអាចមើលឃើញវងសត្វស្លាបហើរឆ្លងកាត់កំពូលភ្នំដែលមានអាប់កំពង់អណ្ដែតអមជាមួយគ្នាហើយផ្លូវដែលខ្ញុំកំពុងធ្វើដំណើរនេះគឺខ្ញុំធ្វើដំណើរពីស្រុកសំឡូតខេត្តបាត់ដំបងឆ្ពោះទៅឃុំប្រម៉ោយខេត្តពោធិ៍សាត់ដូច្នេះខ្ញុំក៏ឆ្លៀតផ្តិតយកវីដេអូចែកជូនបងប្អូនទាំងអស់គ្នាបានទស្សនាជាចំណីអារម្មណ៍ក្នុងរដូវកាលបៃតងខៀវខ្ចីនេះផងដែរពេលខ្ញុំកំពុងតែធ្វើដំណើរគឺមេឃកំពុងតែភ្លៀងបន្ទាប់ពីមេឃភ្លៀងហើយមេឃក៏ស្រឡះហើយសម្រស់ធម្មជាតិកាន់តែស្រស់ត្រកាលជាមួយនឹងផ្លូវអមដោយភ្នំដ៏ស្រស់ស្អាតទាំងនេះហើយចំពោះបងប្អូនដែលធ្លាប់ធ្វើដំណើរកាត់តាមផ្លូវនេះតើបងប្អូនទទួលបានអារម្មណ៍ដូចម្តេចដែរចាំជួយប្រាប់ខ្ញុំផងដោយសារខ្ញុំមកផ្លូវនេះច្រើនដងហើយខ្ញុំជិះអត់សាមទេព្រោះសម្រស់ធម្មជាតិទៅជាក់ភ្នែកមែនទែនខ្ញុំធ្វើដំណើរកាត់តាមផ្លូវនេះគឺធ្វើដំណើរបំពេញភារកិច្ចការងាររបស់ខ្ញុំដូច្នេះខ្ញុំមិនបានចុះថតកន្លែងស្អាតៗលម្អិតជូនបងប្អូនទស្សនាឲ្យបានវែងនោះទេហើយជាចុងក្រោយក៏សូមអរគុណបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ